បាទគ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាជាថ្មីម្ដងទៀតបាទថ្ងៃនេះយើងមកជួបគ្នារឿងព្រំដែនបន្តទៀតហើយមានរឿងថ្មីខ្លះដែរនៅក្នុងថ្ងៃនេះហើយរឿងមួយចំនួនក៏ហាក់ដូចជាការចាប់អារម្មណ៍ដែរអញ្ចឹងក៏ចង់សង្ខេបព្រឹត្តិការណ៍សំខាន់មួយចំនួនជូនទៅដល់បងប្អូនរបស់យើងណាបាទហើយជារឿងដំបូងខ្ញុំសូមជម្រាបជូនពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលថៃបាទរដ្ឋាភិបាលថៃបានកោះហៅឯកអគ្គរដ្ឋទូតរបស់ថៃប្រចាំកម្ពុជានឹងទៅប្រទេសថៃវិញជាបដិអាសន្នបាទហើយការកោះហៅនឹងក៏មានមតិមួយចំនួនបញ្ចេញដែរហើយក៏មានការលើកឡើងពីការបារម្ភនៅទំនាក់ទំនងរវាងប្រទេសទាំងពីរហ្នឹងគឺកាន់តែឃ្លាតឆ្ងាយពីគ្នាបើន័យថាកាន់តែតានតឹងជាងមុនណាបាទប៉ុន្តែយ៉ាងណាក៏ដោយបើតាមការបញ្ជាក់ពីខាងភាគីថៃបានឲ្យដឹងថាការកោះហៅឯកអគ្គរដ្ឋទូតរបស់ថៃប្រចាំកម្ពុជាត្រឡប់ទៅប្រទេសវិញជាបដិអាសន្នហ្នឹងគឺធ្វើឡើងដើម្បីទៅពិភាក្សានៅការងារមួយចំនួនតែប៉ុណ្ណោះពុំមែនជាកត្តាដែលធ្វើឲ្យទំនាក់ទំនងឬក៏ពុំមែនជាការទម្លាក់នៅទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនោះទេបាទនេះគឺបើតាមការចេញផ្សាយព័ត៌មានរបស់ប្រទេសថៃណាបើយោងតាមរដ្ឋមន្ត្រីការបរទេសថៃបាទគឺបានឲ្យដឹងថារដ្ឋាភិបាលថៃក៏ហៅលោកឯកអគ្គរដ្ឋទូតហ្នឹងគឺទៅពីគ្រោះយោបល់ពិភាក្សាជាផ្លូវការគឺចំពេលមានភាពតានតឹងកើតឡើងបន្ទាប់ពីការធ្លាយសម្លេងសន្ទនារវាងសម្ដេចហ៊ុនសែនជាមួយនឹងនាយករដ្ឋមន្ត្រីរបស់ថៃពិតមែនប៉ុន្តែក្រសួងការបរទេសថៃបានឲ្យដឹងថាចំណាត់ការនេះមិនមែនបង្ហាញពីការទម្លាក់ទំនាក់ទំនងការទូតទេដូចខ្ញុំបញ្ជាក់មុនហ្នឹងណាមិនមែនជាការទម្លាក់ទំនាក់ទំនងការទូតជាមួយកម្ពុជានោះទេបាទបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃបើនិយាយពីប្រតិបត្តិការផ្សេងៗរបស់ស្ថានទូតនៅក្នុងទីក្រុងភ្នំពេញគឺនៅបន្តធម្មតាទេបងប្អូនយើងពុំមានអីខុសប្រក្រតីនោះទេនិយាយទៅគឺខាងថៃគេបញ្ជាក់ដែរថាมันមានការផ្លាស់ប្ដូរណាមួយត្រូវបានធ្វើឡើងចំពោះកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរឡើយបាទនេះគឺជារឿងមួយដែលយើងគួរឲ្យកត់សម្គាល់ដែរមែនតើទៅការកោះហៅទូតថៃប្រចាំកម្ពុជាទៅថៃវិញហ្នឹងធ្វើឡើងបន្ទាប់ពីប្រហែលថ្ងៃមុននេះគឺខាងថៃបានកោះហៅទូតកម្ពុជាទៅចូលជួបដើម្បីបង្ហាញពីការតវ៉ាជុំវិញការធ្លាយសារសម្លេងសន្ទនារវាងនាយករដ្ឋមន្ត្រីថៃជាមួយនឹងសម្ដេចហ៊ុនសែនអញ្ចឹងហើយទើបបានជាមានការព្រួយបារម្ភមួយចំនួនកើតឡើងដោយសារតែមានកោះហៅទូតខ្មែរទៅជួបនៅប្រទេសថៃផងហើយកោះហៅទូតថៃពីកម្ពុជាទៅជួបនៅនោះផងបាទក៏ប៉ុន្តែដូចខ្ញុំបញ្ជាក់ខាងដើមហើយថាថៃនេះគឺបានអះអាងថាពុំមានអ្វីកើតឡើងនោះទេបាទបងប្អូនយើងចាប់អារម្មណ៍មួយចំណុចទៀតពាក់ព័ន្ធជាមួយនឹងរឿងប្រេង PTT បាទយើងឃើញហើយបងប្អូនយើងច្រើនណាស់បាននៅលើបណ្ដាញសង្គមបានបង្ហាញពីការពហិការមិនចាក់ប្រេង PTT ទេហើយរួមទាំងខ្លាំងថាមិនចូលផឹក Amazon ទៅទៀតបាទកាហ្វេរបស់ដែលបើកនៅតាមការ៉ាសាំង PTT ណាយ៉ាងណាមិញសម្ដេចហ៊ុនសែនបាទការពីយប់មិញបងប្អូនបានជ្រាបដែរហើយមើលទៅបានចេញសារទាំងយប់តែម្ដងក្រោយពីមានខាងគណៈបកប្រឆាំងថៃមួយនោះបានស្នើទៅរដ្ឋាភិបាលថៃថាឲ្យផ្ដាច់មិនឲ្យលក់ប្រេងមកឲ្យកម្ពុជាទេបាទហើយសម្ដេចហ៊ុនសែនបានឆ្លើយតបភ្លាមថាកម្ពុជាមិនស្លាប់ដោយសារតែថៃបិទមិនលក់ប្រេងឲ្យនោះទេប៉ុន្តែអ្វីដែលជាការបារម្ភឬក៏អ្នកដែលស្លាប់មែនទែននោះគឺជាក្រុមហ៊ុន PTT របស់ថៃទេអញ្ចឹងសម្ដេចថាបើសិនជាថៃចង់សាកល្បងអាចធ្វើបានហើយសម្ដេចក៏លើកបន្ថែមពាក់ព័ន្ធជាមួយនឹងការផ្ដល់ជាយោបល់ជូនទៅដល់រដ្ឋាភិបាលឲ្យមានម្ចាស់ការឲ្យមានការប្រុងប្រៀបខ្លួនទុកជាមុនដែរដោយបើអាចហ្នឹងគឺបង្វែរការទិញទំនិញពីថៃដើម្បីកុំឲ្យមានហេតុផលគំរាមមកកម្ពុជាតទៅទៀតបានន័យថាយើងធ្វើជាម្ចាស់ការអាចពិចារណាធ្វើជាម្ចាស់ការឬក៏អាចពិចារណាពិនិត្យមើលលទ្ធភាពទៅលើការនាំចូលទំនិញផ្សេងៗពីប្រទេសផ្សេងក្រៅតែពីប្រទេសថៃព្រោះថាធ្វើអញ្ចឹងដើម្បីការពារកុំឲ្យថៃហ្នឹងយល់ឡែថាអាងទំនិញថៃអញ្ចឹងបិទគម្រាមបិទនាំចូលទំនិញថៃទៀតមើលដើម្បីឲ្យកម្ពុជានឹងចុះចាញ់អីចឹងណាចឹងហើយទើបសម្ដេចហ៊ុនសែនលោកថាឥឡូវយើងមានជំរើសហើយយើងមើលទៅលើប្រទេសផ្សេងក្រៅតែពីប្រទេសថៃហើយនិងផលិតផលក្នុងស្រុកអញ្ចឹងយើងត្រៀមជើងការទុកជាមុនបើសិនជាថៃគម្រាមអីទៀតយើងក៏មិនខ្លាចនឹងបិទដែរបាទជាក់ស្ដែងដូចរឿងបន្លែរឿងអីអញ្ចឹងก่อนតែខាងនោះប្រកាសគម្រាមគឺសម្ដេចតេជោលោកបានប្រកាសឲ្យបិទទាំងស្រុងតែម្ដងឥឡូវនេះរឿងប្រេងទៅដែរប្រេងសាំងណាអញ្ចឹងបើសិនជាថៃចង់សាកល្បងក៏កម្ពុជាស្វាគមន៍ដែរគឺ
អាចឲ្យបិទបានមិនបញ្ហាចោលទេហើយទន្ទឹមគ្នាប្រធានព្រឹទ្ធសភាសម្ដេចហ៊ុនសែនក៏លោកបានឲ្យរដ្ឋាភិបាលពិចារណាដែរបើអាចក្នុងករណីថាតំបន់ព្រំដែនពុំមានការបើកទ្វារច្រកដូចដើមវិញនោះទេក៏គួរពិចារណាទៅលើការផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទបាទតាំងពីគ្រឿងសង្វឹងភេសជ្ជៈផ្សេងៗរហូតដល់ត្រីខកំប៉ុងជាដើមបាទគឺបិទផ្អាកនាំចូលពីប្រទេសថៃតែម្ដងបាទនេះគឺជាអាចថាជាចំណុចការមួយដែរត្រៀមនឹងឆ្លើយតបជាមួយនឹងភាគីថៃណានិយាយទៅថៃចេញមួយកម្ពុជាចេញមួយថៃចេញមួយកម្ពុជាចេញមួយមិនឲ្យចាញ់ទេបងប្អូនយើងមិនឲ្យចាញ់ទេណាយើងមានវិធានការឆ្លើយតបទៅវិញរហូតតែម្ដងហើយយើងឃើញហើយការធ្លេសាកាលពីប្រហែលថ្ងៃមុនគឺធ្វើឲ្យរង្គើប្រទេសថៃតែម្ដងទើបតែស្ងប់ស្ងាត់បានម្សិលមិញទាំងថ្ងៃនេះទេរឿងស្ងប់ស្ងាត់ប៉ុន្តែមែនតើក៏មានពលមានធ្លេទៀតថានាយករដ្ឋមន្ត្រីនោះគ្រងនឹងចុះចេញពីតំណែងប៉ុន្តែរងចាំរយៈកាលហើយតែខាងគណៈបកកណ្ដាលថៃណាបានចេញមកប្រកាសព័ត៌មានមុនល្ងាចនេះនៅក្នុងពេលមុននេះបន្តិចនៅក្នុងល្ងាចថ្ងៃទី21នេះថាលោកស្រីនាយករដ្ឋមន្ត្រីផែទាំងតានឹងមិនចុះចេញទៅណាទេគេចេញមកបញ្ជាក់ព័ត៌មានណាពោះសារព័ត៌មានថៃនឹងលេចធ្លាយមកថានឹងគ្រងចុះហើយថៃគណៈបកនឹងចេញមកបញ្ជាក់វិញបាទពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវថ្មីគឺដូចជាមានតែប៉ុណ្្នឹងទេបងប្អូនយើងបាទខ្ញុំសង្ខេបឡើងវិញទី1គឺពាក់ព័ន្ធជាមួយនឹងប្រទេសថៃដែលក៏ហៅមន្ត្រីទូតប្រចាំកម្ពុជាត្រឡប់ទៅប្រទេសហើយនឹងវិធានការប្រកាសរបស់សម្ដេចតេជោដែលគ្រងនឹងអនុវត្តនៅក្នុងការឆ្លើយតបជាមួយនឹងភាគីថៃបើសិនជាថៃហ៊ានធ្វើសកម្មភាពណាមួយកម្ពុជានឹងចាត់វិធានការឆ្លើយតបវិញដោយខ្ញុំបានជម្រាបជូនអញ្ចឹងណាអរគុណច្រើនសម្រាប់ការចូលចិត្តរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងទេបើមានរឿងរ៉ាវថ្មីខ្ញុំនឹងជម្រាបជូននៅពេលក្រោយទៀតនៅក្នុងវីដេអូថ្មីមួយទៀតពេលនេះជម្រាបលាបងប្អូនត្រឹមប៉ុណ្ណឹងបាទហើយចុងក្រោយមានតែសូមឲ្យបងប្អូនជួយ Subscribe Channel ខ្ញុំម្នាក់មួយផងបាទដើម្បីទទួលបានព័ត៌មានថ្មីៗទៀតណាអរគុណជម្រាបលា